រឿងព្រេងតាក់ទងទៅនឹងពាក្យប្រដូចរបស់ខ្មែរថាឆ្មាក៏ដោយឆ្កែក៏ដោយឲ្យទៅកាលបើមានគេចូលស្ដីដណ្ដឹងកូនស្រីចាស់ដែលជាមេបាតែងតែយករឿងហ្នឹងមកជំនុំពិគ្រោះជាមួយបងប្អូនដើម្បីបានជាមូលមតិគ្នាថាគួរសម្រេចឲ្យកូនគេឬយ៉ាងណាហើយកាលណាចាស់ពិនិត្យទៅឃើញថាកូនប្រុសគេនោះមានតម្រេះវិជាគួរសមហើយទាស់ត្រង់គ្នាជាកូនអ្នកក្រីក្រប៉ុណ្ណោះគេតែងតែកាត់សាញថាដោយប្រើពាក្យប្រដូចខាងលើនេះមកថាហើយឆ្មាក៏ដោយឆ្កែក៏ដោយឲ្យទៅកុំរើសពេកពាក្យប្រដូចនេះមានប្រើរហូតដល់សប្តាហ៍ថ្ងៃនៅឡើយហើយគួរឲ្យយើងឆ្ងល់ដែរថាមកអំពីហេតុអ្វីបានជាកាត់ឡើងពាក្យនេះឡើងដើម្បីដោះស្រាយនៅសំណួរនេះលោកអុកញ៉ាកែវហង្សដែលជាអតីតសមាជិករបស់ក្រុមអ្នកទំនៀមទម្លាប់ខ្មែរបានឲ្យការមកថាពាក្យនេះមានដើមកំណើតឡើងអំពីរឿងព្រេងបុរាណមួយដែលលោកបានឮចាស់និទានប្រាប់លោកកាលនោះមានព្រះមហាក្សត្រមួយអង្គទ្រង់ចិញ្ចឹមមេឆ្កែមួយមេឆ្កែនោះតែងតែរើសសំណល់អំពីព្រះអង្គសោយដែលចោលទៅក្នុងកន្ត្រកឬក៏កន្ថោទឹកមូតមកបរិភោគជារៀងរាល់ពេលយូរទៅមេឆ្កែនោះស្រាប់តែមានគភ៌លុះដល់ពេលនឹងសម្រាលមេឆ្កែក៏បានរត់ទៅរកកន្លែងនៅក្នុងរូងភ្នំមួយស្ងាត់ហើយឆ្ងាយអំពីអ្នកស្រុកភូមិដល់ពេលហើយមេឆ្កែក៏សម្រាលបានកូនមនុស្សស្រី2នាក់ហើយនិងប្រុសម្នាក់ហើយមេឆ្កែបានខំដើររកចំណីអាហារមកចិញ្ចឹមកូនទាំង3ទាល់តែធំពេញរូបពេញរាងមេឆ្កែមានសេចក្តីព្រួយបារម្ភនឹងកូនពេកណាស់ព្រោះខ្លួនជាសត្វហើយកូនជាមនុស្សតែកាលណាខ្លួនត្រូវចេញទៅរកចំណីនៅឯស្រុកភូមិគេមេឆ្កែតែងតែព្យាយាមហាម5កូនទាំង3មិនឲ្យចេញលេងឆ្ងាយអំពីរូងឡើយខ្លាចក្រែងមានមនុស្សម្នាដើរមកឃើញស្រឡាញ់ហើយចាប់យកទៅបាត់នៅថ្ងៃមួយព្រះមហាក្សត្រសោយរាជ្យនៅក្នុងនគរនោះទ្រង់នឹកភ្លក្សចង់ចេញមកប្រភេទព្រៃហើយព្រះអង្គក៏បានចេញព្រះរាជបញ្ជាឲ្យរៀបក្បួនដង្ហែព្រះអង្គទៅនិយាយអំពីនាងកូនឆ្កែទាំង2នាក់នោះរៀងរាល់ថ្ងៃរៀងមកពេលដែលម្ដាយនាងមិននៅនាងមិនដែលហ៊ានចេញទៅខាងក្រៅរូងភ្នំទេតែទស្សកាលអ្វីនោះនាថ្ងៃនោះក៏មិនដាល់ចិត្តនាងឲ្យចេញមកទៅលេងខាងក្រៅហើយក៏បានជួបនឹងក្បួនស្ដេចដែលយាងមកក្រសាព្រៃព្រះមហាក្សត្រលុះតតឃើញនាងទាំងពីរនាក់នោះហើយមានរូបរាងសមរម្យល្អណាស់ទ្រង់សំព្រះរាជហឫទ័យចង់បាននាងជាអគ្គមហេសីព្រះអង្គទ្រង់ឲ្យហៅនាងមកសួរថាតើនាងជាកូនចៅនរណាបានជាចេញមកនៅខាងក្នុងព្រៃដូច្នេះចំណែកឯនាងទាំងពីរក៏បានក្រាបទូលកុហកស្ដេចថានាងគឺជាកូនកំព្រាដែលនៅតែ2នាក់បងប្អូនតែប៉ុណ្ណោះព្រះមហាក្សត្រទ្រង់បានប្រកាសប្រាប់នាម៉ឺននិងពលរេថាទ្រង់នឹងលើកនាងទាំងពីរជាព្រះអគ្គមហេសីហើយទ្រង់បានចេញរាជបញ្ជាឲ្យរៀបក្បួនត្រឡប់ទៅព្រះរាជវាំងវិញដោយព្រះទ័យរីករាយជាទីបំផុតចំណែកឯកូនប្រុសរបស់មេឆ្កែនៅពេលដែលបានឮសូរសន្ធឹបក្បួនហែស្ដេចមកដល់ជិតភ្នំអ្នកភ័យណាស់ខំរត់ទៅលាក់ខ្លួនពួនអាត្មាមិនឲ្យគេឃើញទេហើយលុះក្បួនបានដង្ហែស្ដេចចេញទៅផុតទៅមេឆ្កែត្រឡប់ពីការរកចំណីអាហារវិញកូនប្រុសនឹងប្រាប់ម្ដាយតាមដំណើររឿងមេឆ្កែនឹកស្ដាយនឹងអាល័យកូនណាស់ខំរត់តាមក្បួនស្ដេចហើយក៏បានទាន់នៅពេលដែលស្ដេចបញ្ឈប់ក្បួនសម្រាកនៅកណ្ដាលផ្លូវដល់ហើយមេឆ្កែខំរកសម្រុកចូលទៅសម្ដៅទៅរកកូនស្រីទោះជាពួកសេនាទាហានដេញដូចម្ដេចក៏ពុំព្រមចេញសោះហើយនៅពេលនោះព្រះមហាក្សត្រទ្រង់តតឃើញដូច្នោះទ្រង់ត្រាស់សួរទៅនាងទាំងពីរនាក់នោះថាមេឆ្កែនេះនាងចិញ្ចឹមឬដូចម្ដេចបានជាខំរត់មកតាមដូច្នេះប៉ុន្តែនាងមិនព្រមទូលព្រះអង្គតាមត្រង់ទេបែរជាទូលថាមិនដឹងជាមេឆ្កែមកពីណាទេហើយព្រះអង្គក៏បញ្ជាឲ្យវាបណ្ដេញមេឆ្កែនោះទាល់តែទ្រោមមេឆ្កែទ្រាំមិនបានក៏ខំរត់គេចត្រឡប់ទៅរកកូនប្រុសវិញហើយប្រាប់កូនទៅតាមដំណើររឿង
កូនប្រុសលឺដូច្នោះនឹកក្តៅចិត្តនឹងបងស្រីទាំងពីរនាក់ណាស់អ្នកខំរកថ្នាំសង្កូវមើលថែជំងឺម្ដាយតតែជាសះស្បើយទើបនាំម្ដាយដើរទៅក្នុងស្រុកភូមិគេដើម្បីរកការងារធ្វើយកលុយកាក់គ្រាន់នឹងចិញ្ចឹមម្ដាយមិនឲ្យម្ដាយពិបាករត់ទៅរកចំណីមកចិញ្ចឹមខ្លួនដូចមុនទៀតឡើយមេឆ្កែនិងកូនប្រុសក៏បានចូលទៅសុំនៅបម្រើនឹងផ្ទះសេដ្ឋីម្នាក់ហើយកូនប្រុសនោះខំយកចិត្តទុកដាក់ថែរក្សាទ្រព្យសម្បត្តិរបស់សេដ្ឋីនោះជាទីបំផុតនាពេលយប់មេឆ្កែមិនហ៊ានដេកទេខំដើរវាំងមើលផ្ទះសេដ្ឋីហើយសេដ្ឋីមានក្តីរីករាយនិងពេញចិត្តនឹងមេឆ្កែនិងបុរសក្មេងនោះណាស់លុះយូរទៅសង្កេតឃើញថាគំនិតមាយាទក្មេងនោះល្អសេដ្ឋីក៏សុំបុរសក្មេងនោះធ្វើជាកូនចិញ្ចឹមពេលបរិភោគបាយម្ដងបរោះជាកូនឆ្កែតែងតែចាប់ម្ហូបហើយនឹងបាយមួយចំណែកទុកជូនម្ដាយសេដ្ឋីឃើញដូច្នោះនឹកឆ្ងល់ណាស់ក៏ប្រាប់ទៅកូនចិញ្ចឹមខ្លួនថាមិនចាំបាច់ចាប់បាយទុកទេព្រោះឪពុកមិនខ្វះបាយឲ្យឆ្កែរបស់កូនស៊ីទេឮដូច្នោះបរោះគឺជាកូនឆ្កែក៏ជម្រាបវិញថាអោលោកឪពុកហើយការដែលខ្ញុំចាប់បាយទុកចំណែកនេះមិនមែនខ្ញុំយល់ថាលោកឪពុកខ្វះបាយទេប៉ុន្តែមេឆ្កែនេះបានចិញ្ចឹមខ្ញុំហើយបានរស់នៅជាមួយខ្ញុំក្នុងគ្រាក្រលំបាកជាយូរឆ្នាំណាស់មកហើយទើបបានជាខ្ញុំដឹងគុណមេឆ្កែនេះយូរបន្តិចមកបរោះកូនឆ្កែក៏បានសុំសិទ្ធិទៅរៀនវិជ្ជាព្រោះកូនកើតជាប្រុសពុំមានទាន់ដឹងអ្វីនឹងគេបន្តិចសោះសិទ្ធិក៏យល់ព្រមឲ្យទៅហើយបុរសកំសត់នោះក៏បានសុំផ្ញើមេឆ្កែនិងសិទ្ធិហើយក៏លាសិទ្ធិចេញទៅយូរឆ្នាំក្រោយមកលោកបុរសកូនឆ្កែរៀនចេះវិធីចេះចាប់ដោយសេចក្តីប្រាថ្នាហើយក៏ត្រឡប់មករកសិទ្ធិវិញមេឆ្កែឃើញកូនមកដល់ខំរត់ទៅត្រដោះននានឹងកូនព្រមទាំងបញ្ចេញអាការៈឲ្យឃើញនៅសេចក្តីត្រេកអរជាទីបំផុតសេដ្ឋីចង់ដឹងស្នាដៃរបស់កូនចិញ្ចឹមក៏សុំឲ្យកូនសម្ដែងសិល្ប៍ដែលបានរៀននោះឲ្យខ្លួនបានដឹងផងបុរសជាកូនឆ្កែបាញ់ចាប់ធ្នូមកបាញ់ឲ្យកើតជាភ្លើងរួចបាញ់ធ្វើជាទឹកដើម្បីរំលត់ភ្លើងនោះទៅវិញលុះឃើញកូនចិញ្ចឹមមានឫទ្ធានុភាពមែនសេដ្ឋីនិងប្រពន្ធក៏ព្រមព្រៀងគ្នាលើកកូនស្រីឲ្យធ្វើជាប្រពន្ធរបស់បុរសកូនឆ្កែនោះតែពុំទាន់រៀបអាពាហ៍ពិពាហ៍នៅឡើយទេពីព្រោះបុរសកូនឆ្កែបានសុំលាសិទ្ធិទៅតាមសង្សឹកបងស្រីទាំងពីរដែលបានទូស្ដេចហើយធ្វើបាបម្ដាយខ្លួនឲ្យហើយសិនលុះទៅដល់ចិត្តនគរព្រះមហាក្សត្រដែលជាស្វាមីរបស់បងស្រីរបស់ខ្លួនហើយបរោះកូនឆ្កែបានប្រើមនុស្សឲ្យនាំសារចូលទៅថ្វាយស្ដេចឲ្យលើកទ័ពមកចេញច្បាំងហើយបរោះកូនឆ្កែនោះបានថ្លែងសរសម្ដែងរិទ្ធហើយឮសូរក៏ក្រើកពេញព្រះផែនប្រតិពីផ្អើលប្រជារាស្ត្រឆោឡោមិនដឹងទៅណាមកណាចេះតែរត់ប្រមូលគ្នាប្រមូលកូនប្រមូលចៅគ្រប់គ្នាចំណែកឯព្រះមហាក្សត្រលោកបានដំណឹងថាមានអ្នកខ្លាំងពូកែចូលមកចង់បង្កសង្គ្រាមដូច្នោះព្រះអង្គទ្រង់ភ័យរន្ធត់ពន់ពេកព្រោះព្រះអង្គពុំមានចេះសិលវិជ្ជាអ្វីឡើយដើម្បីនឹងចេញទៅតតាំងនឹងគេនឹងសោះហើយក៏នាំព្រះអគ្គមហេសីទាំងពីរភៀសខ្លួនចេញពីព្រះរាជវាំងទៅបាត់ពួកនិមឺនមន្ត្រីផ្សេងរត់រកព្រះអង្គគ្រប់ទីកន្លែងមិនឃើញក៏នាំគ្នាលើករាជសម្បត្តិថ្វាយទៅបរោះកូនឆ្កែឲ្យឡើងសោយរាជជំនួសព្រះអង្គវិញបន្ទាប់ពីនោះមកស្ដេចកូនឆ្កែក៏និយាយនឹងម្ដាយថាខ្លួនចង់ធ្វើឲ្យម្ដាយខ្លាចជាមនុស្សដូចគេព្រោះថាបើម្ដាយនៅតែមានភាពជាឆ្កែដូច្នោះគេមើលងាយណាស់ហើយដូចជាមិនសមរម្យនឹងកូនជាមនុស្សផងហើយមេឆ្កែក៏យល់ព្រមឲ្យកូនជប់ខ្លួនធ្វើជាមនុស្សដូចគេស្ដេចកូនឆ្កែក៏បានប្រើឲ្យគេរកអស់មកគោដុតមេឆ្កែនោះឯសេដ្ឋីដែលមិនដឹងរឿងអាណិតស្ដាយឆ្កែជាពន់ពេកហើយក៏ចូលទៅសួរស្ដេចកូនថាហេតុអ្វីបានជាអ្នកសម្លាប់ឆ្កែដូច្នោះស្ដេចឃើញឪពុកចិញ្ចឹមតក់ស្លុតដូច្នោះក៏ប្រាប់ឪពុកតាមដំណើររឿងទៅវិញថាសូមលោកឪពុកជ្រាបចុះម្ដងនេះខ្ញុំមិនលាក់លៀមទៀតទេមេឆ្កែនេះគឺជាម្ដាយបង្កើតពិតរបស់ខ្ញុំឲ្យគេដុតគាត់ដើម្បីជប់គាត់ឲ្យទៅជាមនុស្សវិញកុំឲ្យមានពាក្យគេនិន្ទា
ឯសិទ្ធិឮដូច្នោះហើយក៏ខ្សឹបនឹងប្រពន្ធអញអើយអញស្មានតែវាជាកូនមនុស្សហើយរឹតវាមានអំណាចបានជាខំលើកកូនស្រីឲ្យធ្វើជាប្រពន្ធវាឥឡូវវាគឺជាកូនឆ្កែសោះតែឯងគិតដូចម្ដេចវិញប្រពន្ធសិទ្ធិក៏ឆ្លើយតបទៅប្តីវិញថាណាហើយអ្នកឆ្មាក៏ដោយឆ្កែក៏ដោយឲ្យទៅហើយអំណោយក្រោយមកពាក្យនេះក៏ប្រើជាប់មកជារៀងរហូតមកសូមអរគុណ